សួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំនឹងបង្ហាញជូនអំពីតើធ្វើដូចម្តេចដើម្បីឲ្យកុំព្យូទ័ររបស់យើងហ្នឹងគឺមានដំណើរការលឿនបាទអញ្ចឹងដូចជាបងប្អូនមួយចំនួនធ្លាប់បានជួបប្រទេសហើយខ្លះគឺជួបបញ្ហាទាក់ទងនឹងពេល start up បាទនៅពេលបើកកុំព្យូទ័រឬក៏បើក Windows ដំបូងហ្នឹងគឺមានដំណើរការយឺតតម្រុំតែដើរចប់បាទអញ្ចឹងមួយចំនួនមានជួបបញ្ហាហ្នឹងហើយមួយចំនួនទៀតហ្នឹងគឺទាក់ទងនឹងពេលយើងបើកកម្មវិធីអីមួយគឺវាដើរយឺតអញ្ចឹងថ្ងៃនេះខ្ញុំនឹងឲ្យបងប្អូនស្វែងយល់បន្ថែមតើធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងបាទអញ្ចឹងទី1ចង់ឲ្យបងប្អូនយល់ពីបញ្ហាសិនបាទបញ្ហាដែលធ្វើឲ្យដំណើរការ start up window យឺតហ្នឹងគឺដោយសារទី1អាចមកពីនៅ desktop របស់បងប្អូននេះបាទនៅ desktop បងប្អូននេះគឺមានផ្ទុកឯកសារច្រើនពេកដូច្នេះបងប្អូនអាច copy យកទៅដាក់ក្នុង drive D បាទយក copy ក្នុង drive D ឬហើយទៅមកលុបចេញពី desktop ចេញណាដើម្បីឲ្យកុំឲ្យឯកសារច្រើនពេកដូច្នេះវាអាចឲ្យដំណើរការកុំព្យូទ័រដើរយឺតដែរនៅពេលដំណើរការ Windows ហ្នឹងមួយទៀតគឺទាក់ទងនឹងstart up program មានថានៅពេលដែលយើងបើកWindows មកគឺ program មួយចំនួនហ្នឹងគឺវារត់គឺវា run auto តែម្ដងបាទអញ្ចឹងកាលណាវា run ច្រើនគឺ Windows វាត្រូវរងចាំឲ្យ program ហ្នឹងគឺវា run អស់បានវាអាចដំណើរការបានបាទហើយចំណុចមួយទៀតធំគឺទាក់ទងនឹងទិន្នន័យឬក៏ data នៅក្នុង drive C ដែលវាច្រើនធ្វើឲ្យ drive C របស់យើងគឺ low space បាទដូច្នេះយើងត្រូវទៅលុបទិន្នន័យមួយចំនួនដែលអត់ប្រយោជន៍នៅក្នុង drive C ហ្នឹងបាទអញ្ចឹងខ្ញុំនឹងបង្ហាញជូនចំណុចទី1អញ្ចឹងបងប្អូនមានបញ្ហាទាក់ទងនឹង desktop នេះបងប្អូនអាច copy ឯកសារដាក់ក្នុង drive D ហើយលុបឯកសារក្នុង drive C នេះចេញសំទោសលុបលើឯកសារក្នុងលើ desktop នេះចេញបាទអញ្ចឹងមួយទៀតខ្ញុំចង់ឲ្យបងប្អូនចូលទៅក្នុងបាទចូលទៅក្នុងបាទបងប្អូនចុច start button មកបាទតើមកបងប្អូនបាទ start button បាទតើមកបងប្អូនវាយពាក្យថាសំទោស ms config បាទ ms config បាទ ms config តើមកបងប្អូនคลิกលើវាមកបាទដើម្បីយើងទៅដោះបាទទៅដោះ Chris នៅក្នុង start up មានថា program ដែលវា run នៅក្នុង start up Windows ហ្នឹងបាទអញ្ចឹងរបស់ខ្ញុំដោយសារខ្ញុំបានដោះអស់ហើយអញ្ចឹងបងប្អូនកុំព្យូទ័របងប្អូនមួយចំនួនប្រហែលជាអាចជួបបញ្ហាអញ្ចឹងបាទចេញមកគឺវានឹងឆែកបាទវា tick នៅក្នុងមួយចំនួនដូចជា Sky បាទកម្មវិធី Sky នេះបាទវានឹងឆែកអញ្ចឹងបាទអញ្ចឹងនៅពេលដែលបងប្អូនជួបអញ្ចឹងបងប្អូនទៅដោះវាចេញអស់បាទអាណាដែលបងប្អូនថាមិនចង់ឲ្យវា run auto នៅពេលបើកកុំព្យូទ័រដំបូងទេបាទបងប្អូនអានឆែកវាអស់អញ្ចឹងអមថាបងប្អូនចង់ឲ្យ Sky នេះវា run នៅក្នុងពេលយើង start up Windows អញ្ចឹងបងប្អូនអាចឆែកទៅវាមកតែបើអត់ចង់ទេបងប្អូនដោះវាចេញអញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យកុំព្យូទ័រយើងពេលដំណើរការ Windows ដំបូងគឺវាយឺតបាទអញ្ចឹងបងប្អូនអាចអានឆែកវាទាំងអស់បាទដោះ tick វាចេញអស់តែបងប្អូនចុច apply បាទបងប្អូនចុច apply បាទអានេះដោយសារយើងអត់មានបាទនៅពេលដែលបងប្អូនចុច apply តើមកវានឹងទីឲ្យបងប្អូន confirm បាទឲ្យបងប្អូន restart កុំព្យូទ័របាទអញ្ចឹងបងប្អូនមានអានឹងបងប្អូនអាច restart កុំព្យូទ័រទៅដើម្បីឲ្យដំណើរការវាស្រួលជាងមុនបាទអញ្ចឹងខ្ញុំអានេះជាចំណុចទី1ដែលបងប្អូនត្រូវដោះស្រាយបាទអញ្ចឹងអានេះយើងមានតែប៉ុណ្ណឹងតើមកចុចបងប្អូនចុច OK មក confirm បាទចំណុចទី2បងប្អូនត្រូវទៅ clean up បាទទៅ clean up data ដែលអត់ប្រយោជន៍នៅក្នុង drive C របស់យើងបាទអញ្ចឹងបងប្អូនត្រូវចុចនៅលើ start button បាទបងប្អូនវាយពាក្យ run បាទពាក្យ run ហើយคลิกលើពាក្យ run ហ្នឹងមកបាទអញ្ចឹងបងប្អូនคลิกលើពាក្យ run ហ្នឹងមកអញ្ចឹងចំណុចទី1បងប្អូនត្រូវវាយតាមខ្ញុំបាទភាគរយ team បាទភាគរយបិទភាគរយមកវិញបាទជាណាបាទតើមកអូខេបាទអញ្ចឹងបងប្អូនត្រូវទៅលុបឯកសារនេះការពិតនៅក្នុងនេះដោយសារតែខ្ញុំទៅតែបានលុបវាចេញហើយបាទសូមអធិស្ឋានផងអញ្ចឹងកុំព្យូទ័របងប្អូនប្រហែលជាមានឯកសារច្រើននៅក្នុងនេះបាទឯកសារច្រើននៅក្នុងនេះ data ដែលអត់ប្រយោជន៍អញ្ចឹងបងប្អូនកុំបារម្ភនៅពេលបងប្អូន select all បាទបងប្អូនចុច select all មកហើយ delete ចេញអស់ទៅបាទពីព្រោះឯកសារទាំងអស់ហ្នឹងគឺវាអត់មានប្រយោជន៍អ្វីទេ
បាទអញ្ចឹងបងប្អូនកុំបារម្ភថាខ្លាចលុបទៅមានបញ្ហាកុំព្យូទ័រទាំងអស់ហ្នឹងបាទកុំបារម្ភទាំងអស់បាទអញ្ចឹងបងប្អូនលុបវាចេញបាទអញ្ចឹងខ្ញុំលុបហើយបាទខ្ញុំសល់តែប៉ុណ្្នឹងបាទខ្ញុំលុបវាចេញនេះខ្ញុំ skip ដោយសារប្រូក្រាមយើងកំពុងតែរ៉ាន់អញ្ចឹងវាជាប់នៅក្នុងហ្នឹងបាទអញ្ចឹងអានេះបងប្អូនត្រូវលុបវាចេញអស់បាទកុំព្យូទ័របងប្អូនខ្ញុំជឿថាប្រហែលជាច្រើនជាងនឹងបាទព្រោះខ្ញុំលុបដំបូងនោះប្រហែលជាង 1G ទំហំវាបាទដូច្នេះបងប្អូនត្រូវលុបវាចេញអស់បាទទី2បងប្អូនចូល start ប៊ូតុងដែរហើយទៅមកវាយពាក្យ run ដែរបាទ run คลิกទៅពាក្យ run ដែរបាទទៅមកទៀតបងប្អូនវាយតា prefix បាទ prefix បាទចាំមក OK មកបាទបាទអញ្ចឹងឯកសារទាំងអស់នេះក៏បងប្អូនត្រូវលុបចេញដែរបាទ prefix បងប្អូន select all មកបាទហើយdelete ចោលទាំងអស់បាទលុបវាចេញទាំងអស់បាទយើងរងចាំវាបន្តិចសិនបាទ delete បាទខ្ញុំ delete all បាទអញ្ចឹងចំណុចមួយទៀតបាទគឺយើងត្រូវចូល start ប៊ូតុងដែរបាទចុច start ប៊ូតុងមកហើយវាយពាក្យថា this clean up បាទ this clean up បាទនេះនៅខាងលើគេនេះបងប្អូនคลิกលើវាមក this clean up បាទតើបងប្អូន select យក try C បាទតើមកទៀតអូខេហើយរងចាំវាបន្តិចសិនមកបាទរងចាំវាបន្តិចបាទចេញមកហើយបាទអញ្ចឹងបងប្អូនលុបវាចេញបាទមានថាបងប្អូនធីកវាទាំងអស់បាទគ្រីសបាទធីកវាទាំងអស់បាទអញ្ចឹងតើមកបងប្អូនចុចអូខេមកហើយវានឹងទាឲ្យយើងលុបបាទអញ្ចឹងយើងចុច delete file អូខេបាទអញ្ចឹងអានេះមានតែប៉ុណ្្នឹងទេចំណុចទី1យើងទៅដោះstart up program ចេញហើយចំណុចទី2យើង clean up disk របស់យើងបាទ drive C បាទយើង clean up drive C របស់យើងដែលនៅទិន្នន័យមួយចំនួនអត់ប្រយោជន៍បាទដូច្នេះបងប្អូនអាចសាកល្បងធ្វើតាមនឹងទៅហើយបន្ទាប់ពីចប់អានេះមកបងប្អូនអាច restart កុំព្យូទ័របងប្អូនហើយបងប្អូននឹងឃើញវាមានភាពខុសគ្នាមុនដែលយើងធ្វើ clean up ហើយនឹងក្រោយពេលដែលយើងធ្វើ clean up តើវាមានភាពខុសគ្នាយ៉ាងម៉េចបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការតាមដានបងប្អូនហើយបើសិនជាមានបងប្អូនមានសំណួរផ្សេងៗទាក់ទងនឹងចំណុចទាំងអស់នេះបងប្អូនអាច comment ជាសំណួរមកខ្ញុំនឹងរីករាយឆ្លើយជូនបាទសូមអរគុណជួបគ្នាពេលក្រោយ